បាទជំរាបសួរបាទជួបជាមួយខ្ញុំទៀតហើយប្រងវាំងតោះមកស្គាល់ជាមួយនឹងភីសាដែលមានតម្លៃរហូតដល់$2000តើភីសាមានគ្រឿងផ្សំអ្វីខ្លះយើងមកទស្សនាជាមួយគ្នាបាទនេះគឺជា Mr. Sony Ming ហើយនិង Vin ថ្ងៃនេះពួកគាត់ញ៉ាំភីសាអស់រហូតដល់$2000ហើយភីសានេះដែរគឺមានទីតាំងនៅទីក្រុង New York នៃសហរដ្ឋអាមេរិកហើយនេះគឺជាការហួសចិត្តបំផុតបងប្អូនបាទតម្លៃថ្លៃមែនទែនបាទហើយនេះផងដែរគឺជាផ្ទះឧស្សាហកម្មដ៏ល្បីឈ្មោះនៃភីសានឹងឯងបាទហើយភីសាទាំងមូលគឺគ្របដណ្ដប់ទៅដោយមាសចំណែកឯសម្បកភីសាទាំងមូលដែលមានពណ៌ខ្មៅហ្នឹងគឺគេប្រើជាមួយនឹងថ្នាំមឹកបងប្អូនបាទគឺគេយកពណ៌ចេញពីមឹកនឹងឯងបាទរីឯ Snow ភីសាគេប្រើជាមួយនឹងពងត្រីដែលមានតម្លៃថ្លៃហើយនឹងក្រែមសិតតបែកបងប្អូនបាទក្រែមសិតតបែក 4E Grass និយាយថាភីសានេះមួយម៉ាត់តម្លៃត្រឹមតែ$50អីទេបងប្អូនតែមានបងប្អូនណាចង់ញ៉ាំអត់ចំណែកឯផ្ទះឧស្សាហកម្មនេះផងដែរគឺបានទទួលវិញ្ញាបនបត្រមានតម្លៃថ្លៃបំផុតរហូតទៅដល់ខ្ទង់$2700ហើយបានចុះបញ្ជីនៅក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី24ខែមេសាឆ្នាំ2017បើចង់ទស្សនាវីដេអូថ្មីប្លែកចុច Follow